ក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ថ្នាក់សិក្សាភាសាអង់គ្លេសរបស់យើងឥឡូវយើងជួបគ្នាម្ដងទៀតដោយយើងរៀនមេរៀនយើងជាបន្តទៀតអូខេសម្រាប់អ្នកមកថ្មីកុំភ្លេចជួយចុច Subscribe សញ្ញាកណ្ដឹងនិងចុច Like ម្នាក់មួយផងនិង Share វីដេអូនេះទៅកាន់មនុស្សដែលអ្នកពេញចិត្តអូខេជាពិសេសមើលវីដេអូនេះឲ្យចប់ដើម្បីទទួលបានចំណេះដឹងពីមេរៀននេះអូខេឥឡូវយើងចូលសិក្សាអស់គ្នា practice ការអនុវត្ត an Australian family គ្រួសារអូស្ត្រាលីមួយ 1 tape script 4.7 listen to Darren's Marinos from Sydney អូខេស្ដាប់ដោយកាន់ Darren's Marinos ដែលមកពីទីក្រុង Sydney complete the information about his family បំពេញអំពីព័ត៌មានពេញព័ត៌មានអំពីគ្រួសាររបស់គាត់ឥឡូវយើងស្ដាប់ទាំងអស់គ្នា 4.7 An Australian family. Yeah, hi. My name's Darren Marinos and I'm from Australia. This is my family. Our apartment is in Sydney. This is my sister. Her name is Alina and she's 12. She's a schoolgirl. This is my mother. Her name's Elizabeth. She's 42 and she's a teacher. This is my father, Manos. He's from Greece. He's 44 and he's a chef at a Greek restaurant in Sydney. Okay, ឥឡូវយើងស្ដាប់ចប់យើងមើលអានឲ្យបកប្រែទាំងអស់គ្នា Yes, hi, yeah. សួស្តី My name's Darren Marinos and I'm from Australia. ខ្ញុំឈ្មោះរបស់ខ្ញុំគឺ Darren Marinos ហើយខ្ញុំគឺមកពីប្រទេសអូស្ត្រាលី This is my family. នេះគឺជាគ្រួសាររបស់ខ្ញុំ Our apartment is in Sydney. គេថាម៉េច Our apartment in Sydney. ផ្ទះល្វែងរបស់ពួកយើងគឺនៅទីក្រុង Sydney. This is my sister. នេះគឺជាបងប្អូនស្រីរបស់ខ្ញុំអូនស្រីរបស់ខ្ញុំ Her name is Elena and she's 12 ឈ្មោះរបស់នាងគឺ Elena ហើយនាងមានអាយុ12ឆ្នាំ She a school girl នាងគឺជាក្មេងស្រីនៅរៀននៅឡើយThis is my mother នេះគឺជាម៉ាក់របស់ខ្ញុំ Her name's Elizabeth ឈ្មោះរបស់គាត់នឹងគឺ Elizabeth She 42 and she a teacher គាត់មានអាយុ42ឆ្នាំហើយគាត់ជាគ្រូបង្រៀនម្នាក់ This is my father Manos នេះគឺជាឪពុករបស់ខ្ញុំ Manos Her from Greece គាត់ទៅមកពីប្រទេសក្រិក He's 44គាត់ទៅមានអាយុ44ឆ្នាំ and he's a chef at a Greek restaurant in Sydney ហើយគាត់ធ្វើការជាចុងភៅនៅឯភោជនីយដ្ឋានក្រិកមួយនៅឯទីក្រុង Sydney អូខេឥឡូវយើងបានស្ដាប់ហើយនឹងអានអត្ថបទនេះហើយយើងប្រហែលជាអាចបំពេញវាបានអូខេឥឡូវយើងរៀនបំពេញអស់គ្នាមុនទៀងទាត់ចម្លើយអូខេពេញតិចមកអូខេមកខាត់ពេលយូរឥឡូវយើងទៀងទាត់ចម្លើយអស់គ្នាថាយើងបំពេញត្រូវដែរឬទេឥឡូវយើងមើល Darren's sister ប្អូនស្រីរបស់ Darren ឈ្មោះគាត់គឺអីគេ Elina's age 12 មានអាយុ14ឆ្នាំហើយការងារជាគេ school girl មានស្រីនៅរៀនអូខេ Darren's mother ម្ដាយរបស់ Darren's Elizabeth អូខេ 42 teacher Darren's father ប្អូនរបស់ Darren's Manos 44 chef ចុងភៅអូខេហើយយើងបន្តទៀតអូខេឥឡូវយើងមើល to complete the sentences បំពេញប្រយោគ 1 Elena is Darren's sister អូខេហើយយើងពេញមកគឺជាអីគេដល់ពេល 2 his name is អីយ៉ាងមកហើយយើងពេញសិនមកទីទៀតយើងរៀបទីតាត់ចម្លើយ
Okay ឥឡូវយើងត្រៀមថតនៅអ្នកនេះ Okay answer 1 Darren's Okay Elena's is Darren's sister Elena គឺជាប្អូនស្រីរបស់ Darren 2 his mother's name is Elizabeth ម្ដាយរបស់គាត់គឺមានឈ្មោះថាអីគេ Elizabeth 3 what's Manus job or what's his father job តើពុករបស់គាត់ធ្វើអីឬក៏តើ Manus មានមុខរបរអ្វី he's a chef គាត់គឺជាចុងភៅម្នាក់ for where there's apartment តើអីគេ apartment ឬក៏ផ្ទះរបស់ពួកគេហ្នឹងគឺនៅទីកន្លែងណា it's in Sydney វាគឺនៅទីក្រុង Sydney អូខេនេះគេថាគេ talking about you និយាយអំពីអ្នកគេ 3 write the name of people in your family អូខេ Evans Mary នេះគេឲ្យយើងសេឈ្មោះនៃមនុស្សនៅក្នុងគ្រួសាររបស់យើងអូខេហ្នឹងអូខេហើយយើងមើលគេថាម៉េច ask and answer question with a partner ពេលស្អីយើងសួរហើយនឹងឆ្លើយចំនួនហ្នឹងជាមួយដៃគូយើង Who Evan នេះទេហ៎ចឹងយើងឆ្លើយមកគាត់ជានរណាចឹងមក He is my father ចឹងមក Who's married តើ Marys គឺជានរណា Maria Okay she my mother or daughter ចឹងមក How old is she ចឹងអាយុម៉ែនដាក់មក What's his job ចេះចឹងដាក់មក she អីគេចឹងមកឬក៏ earn អីចឹងមកទេនេះបើយើងនៅក្នុងថ្នាក់យើងអាចអនុវត្តបានតែតែយើងអត់នៅក្នុងថ្នាក់យើងរៀនអនុវត្តខ្លួនឯងនៅផ្ទះមកអូខេដល់មកខាងពេលយូរយើងទៅទៀតហើយយើងមើល my your his អូខេ for complete the sentences with my your his គេថាយើងបំពេញប្រយោគជាមួយនឹង my your ហើយនឹង his K1 what's your name តើឈ្មោះរបស់អ្នកគឺអ្វី my name's Annis អូខេឥឡូវយើងរៀនបំពេញអានេះទាំងអស់គ្នាមុននឹងស្ដាប់ចម្លើយនឹងទៀងទាត់ចម្លើយជ័យចាប់ដើមអូខេកុំអោយខាតពេលយូរយើងទៀងទាត់ចម្លើយទាំងអស់គ្នា 4.8 1. What's your name? My name's Annie. 2. What are your names? Our names are Emma. And Vince. 3. Jean-Paul and Andre are students. Their school is in Paris. 4. My sister's married. What's her husband's name? 4. My brother's office is in New York. Really? What's his job? 6. We're in our English class. 7. Mum and Dad are in Rome. What's the name of their hotel? ឥឡូវយើងស្ដាប់ចាប់យើងអានបបរៃអរគ្នា possessive pronoun ទីថាកម្មសិទ្ធិគឺគុណនាមកម្មសិទ្ធិហើយយើងមើល what's your names ហើយយើងមើលសព្វនាមកម្មសិទ្ធិហ្នឹងមានអីគេខ្លះសព្វនាមកម្មសិទ្ធិគេ what's your name តើឈ្មោះរបស់អ្នកគឺអ្វី my name's Annie ឈ្មោះរបស់ខ្ញុំគឺ Annie what are your names តើឈ្មោះរបស់អ្នកគឺអ្វីគេឡើយមើលថាម៉េច our names as Emma and Vince ឈ្មោះរបស់ពួកយើងគឺ Emma និង Vince Jean Paul and Andre are student Jean Paul និង Andre គឺជាសិស្ស Their school is in Paris សាលារបស់ពួកគេគឺនៅទីក្រុងប៉ារីស My sister married បងប្អូនស្រីរបស់ខ្ញុំគឺរៀបការរួចហើយ What her husband name តើឈ្មោះប្តីរបស់គាត់គឺអ្វីបងស្រីរបស់នាងគឺអីគេ My
brother's office is in New York បងប្រុសរបស់ខ្ញុំឬការិយាល័យបងប្រុសរបស់ខ្ញុំនេះជាកម្មសិទ្ធិការិយាល័យបងប្រុសរបស់ខ្ញុំគឺនៅទីក្រុង New York really ពិតឬ what his job តើការងាររបស់គាត់គឺអ្វី we in our English class ពួកយើងគឺនៅក្នុងថ្នាក់ភាសាអង់គ្លេសរបស់ពួកយើង Moms and Dad are in room ម៉ាក់និងប៉ាគឺនៅទីក្រុង room What's the name of the hotel តើឈ្មោះសន្តាគារនេះតើឈ្មោះសន្តាគាររបស់ពួកគេគឺអ្វីសន្តាគាររបស់ពួកគេពុកម្ដាយទេហើយយើងចប់អរគុណសម្រាប់ការទស្សនាហើយកុំភ្លេចចុច like subscribe សញ្ញាកណ្ដឹងហើយនឹង share ម្នាក់មួយផងជាពិសេសអរគុណសម្រាប់ការទស្សនារហូតដល់ចប់នេះសូមអរគុណសូមជម្រាបលាជួបគ្នាលើកក្រោយ See you later